cho nên số bọn ở cái này nên trong ban po thà từตัวយកនៅផលិតផលខ្មែរជួយធ្វើវីដេអូជូនអញ្ចឹងណាបន្ទាប់មកក៏មានបងប្អូនគាត់ឆាតមកនឹងខ្ញុំជាបន្តបន្ទាប់ហើយថ្មីនេះបងស្រីម្នាក់ដែលគាត់ជាអ្នកកែច្នៃចាគាត់កែច្នៃក្បិតយើងហ្នឹងឲ្យទៅជាដំណាប់ក្បិតបងប្អូនហ្នឹងឲ្យថាដំណាប់យើងមួយចំនួនគឺមានការនាំចូលពីក្រៅស្រុកមកដូចគ្នាផងដែរជាពិសេសផ្ទះលេខ2ការពេលដែលយើងមិនទាន់មានបញ្ហាជាមួយគ្នាផ្ទះលេខ2ហ្នឹងគឺនាំចូលមកយើងសឹងតែ 90% ជាងហើយសូម្បីតែតំណាប់ដែលយើងក៏អាចធ្វើបានខ្លួនឯងហ្នឹងក៏ផ្ទះលេខ2ហ្នឹងក៏វាយផ្ដាច់ទីផ្សាររបស់យើងយកដែរតែជាក់ស្ដែងឥឡូវនេះឃើញថាបន្ទាប់ពីមានបញ្ហាមកមិនមានន័យថាមានបញ្ហាបានធ្វើណាពួកគាត់ព្យាយាមធ្វើយូរហើយប៉ុន្តែហេតុអីមិនសូវជាមានអ្នកចាប់អារម្មណ៍មិនសូវជាមានអ្នកចង់ជួយគ្រប់គ្រងដោយសារអីអ្នកខ្លះមួយចំនួនគិតថាអូមិនអីទេមករបស់នៅស្រុកខ្មែរខ្លួនឯងសម្បូរហើយទៅគ្រប់គ្រងរបស់គេមកពីក្រៅដែលគេអត់សូវមានអាហ្នឹងបានលយបានហឺហាតែអត់ដឹងថារបស់ដែលនាំចូលមួយចំនួនគឺជារបស់ដែលមានតម្លៃទាបបំផុតហើយយកមកវិចខ្ចប់ដើម្បីលក់នៅក្នុងតម្លៃខ្ពស់មួយឲ្យយើងដែលយើងអត់បានដឹងហើយជាក់ស្ដែងតើតោះរឿងតំណាប់ហ្នឹងនាងខ្ញុំទទួលបានឆាតពីបងស្រីម្នាក់គាត់ឆាតមកហើយគាត់ថាគាត់មានតំណាប់ផ្ញើមកនាងខ្ញុំតែគាត់លក់យូរហើយគឺតំណាប់ខ្វិតគាត់លក់មកយូរហើយប៉ុន្តែគាត់ថាគាត់គ្រាន់តែជូនឲ្យនាងខ្ញុំសាក់ភ្លក់រសជាតិនឹងមើលទេគាត់ចង់ឲ្យនាងខ្ញុំភ្លក់អញ្ចឹងណាអញ្ចឹងបងស្រីគាត់ផ្ញើមកនេះចាជូនប្អូនស្រីមុតស្រីនាងចានេះហ្នឹងហើយអីដែលសំខាន់គឺបងស្រីផ្ញើមកនាងខ្ញុំចាពីប្រអប់អូយចា3ប្រអប់អូខេខ្ញុំบอกស្រីទាំងអស់គ្នាមិនសឹមឯងនាងខ្ញុំនៅមណ្ឌលគិរីឡើយទេប៉ុន្តែបងស្រីក៏ទេមកថាដល់ផ្ទះនៅក៏ផ្ញើឲ្យផ្ញើជូនភ្លក់អញ្ចឹងណាគាត់ឆាតទៅគ្នាតំណងខ្លាំងមែនតើចាហើយថ្មីប្លែកខ្ញុំមិនដែរភ្លក់ទេចំពោះតំណាប់ខ្វិតនឹងហើយខ្វិតនៅស្រុកខ្មែរយើងធ្វើតែតែមានមែនប៉ុន្តែមិនមែនចេះតែមានគ្រប់រដូវកាលទេមានមួយរដូវដូចគ្នាប៉ុន្តែនេះខ្ញុំគ្រប់គ្រងលើកទៅចិត្តឲ្យបងឆ្នៃទៅជាបែបនេះពីព្រោះនៅលើទីផ្សារភាគច្រើនខ្វិតយើងញ៉ាំតែខ្វិតស្រស់ទេអត់ទាន់មានខ្វិតតំណាំអញ្ចឹងទេឥឡូវភ្លក់សិនបើសិនជាមានរសជាតិឆ្ងាញ់ប្រហែលជាតែលើកទឹកចិត្តឲ្យបងស្រីអាចធ្វើការកែច្នៃបែបម៉េចដើម្បីឲ្យវាខ្លាយជាផលិតផលមួយអាចដាក់លក់នៅលើទីផ្សារបានដូចទៅនឹងផលិតផលដែលនាំចូលដទៃផ្សេងទៀតដូចគ្នាចាព្រោះអីទិន្នផលផ្លែឈើខ្មែរយើងដែរហ្នឹងចាខ្វិតទោះបីជាយ៉ាងណាក៏ដោយក៏ជាម្ជូរមួយដែលយើងមិនអាចអត់បានណាបងប្អូននេះឈ្ងុយធម្មតាខ្វិតវាមានក្លិនក្រអូបស្រាប់ផងហ្នឹងហើយបងប្អូនលោកទាំងអស់គ្នាសិនមានរសជាតិជូរអែមពីធម្មជាតិរបស់ខ្វិតណាជូរអែមប្រៃតិចហឹរតិចហើយមិនបើនិយាយពីហឹរអត់ហឹរទេគឺគាត់ថាជាប់ប្រហើរណាទេហេក្អូបខ្វិតនៅក្នុងមាត់ហើយឆ្ងាញ់មែនបងប្អូនដែលជួបជុំគ្នាចាមើលរឿងចាអង្គុយនិយាយលេងvớiបងប្អូនយកដាក់យកអីនេះត្រូវហ្មងញ៉ាំអ្នកកាមេរ៉ាថតខ្ញុំសុំដែរចូលមកបាននិយាយទៅបើនិយាយពីផលិតផលខ្មែរយើងណាមានសក្តានុពលល្អប្រទេសយើងសម្បូរទៅធនធានតែសំខាន់លើអ្នកកែច្នៃប៉ុន្តែអ្នកកែច្នៃនឹងប្រកែកែច្នៃយ៉ាងណាក៏ដោយបើគ្មានការគ្រប់គ្រងគ្មានមនសិការនៅក្នុងការស្រឡាញ់គ្មានមនសិការនៅក្នុងការចង់ឲ្យផលិតផលខ្មែរនៅក្នុងស្រុករីកចម្រើនទៅមុខទេគឺមិនអាចទៅមុខបានទេកែច្នៃតែម្នាក់ឯងតែគេអត់គ្រប់គ្រងក៏ពិបាកដែរហើយមួយវិញទៀតអាហ្នឹងវាដូចជាស្រឡាញ់គេម្នាក់ឯងអញ្ចឹងណាចាប៉ុន្តែផលិតផលខ្មែរនេះខ្ញុំជឿថាមានគុណភាពហើយតួយ៉ាងដូចតំណាប់ខ្វិតនេះអញ្ចឹងឆ្ងាញ់ញ៉ាំហើយចង់ញ៉ាំទៀតនិយាយមែនតើណាចាឆ្ងាញ់មែនតើអញ្ចឹងបងប្អូនដែលចង់បានតំណាប់ខ្វិតនេះអាចតាក់ទងតែខតបងស្រីផ្ទាល់បានគាត់ធ្វើស្អាតមានអនាម័យហើយលើកទី1ហើយដែលនាងខ្ញុំបានភ្លក់តំណាប់ខ្វិតហ្នឹងហើយនិយាយតាមត្រង់អត់ដែរស្គាល់គាត់ពីដើមមកទេទើបតែនាងខ្ញុំបង្ហោះថាផ្សព្វផ្សាយជូនអ្នកគាត់ថ្លៃគាត់ផ្ញើមកឲ្យនាងខ្ញុំភ្លក់តែម្ដងអញ្ចឹងបងប្អូនដែលត្រូវការអាចឆាតទៅកាន់បងស្រីបានចា account គាត់ផ្ទាល់តែម្ដងខ្ញុំធានាថាឆ្ងាញ់ណាខ្ញុំថតមកវីដេអូហ្នឹងបើហើយទៅអស់ហ្នឹងណាអ្នកថតខ្ញុំពងទៀតចាត់ទីបំផុតជូរអែមចាត់ឆ្ងាញ់ចាញ៉ាំតិចទៀតខ្ញុំអត់សូវបកាយញ៉ាំទេណាបងឆ្ងាញ់ខ្លាំងមាននេះប៉ះទុំ
cứng Is this a mukbang? bao tôm đấy, bao tôm ăn còn thiệt nhâm sâm đay ấy nó ông bật cắn á canh mà còn mềm anh nhâm tụi ban đấy chạn mau mà chuẩn muốn to cái điều hoàn thảm ông tam đấy điên Kayak anh nào. ở con bông ônទាំងអស់គ្នាបងប្អូនដែលចង់បានចង់ញ៉ាំតំណាប់ខ្វិតហ្នឹងគ្រប់ត្រផលិតផលខ្មែរស្នាដៃបងខ្មែរហើយនឹងខ្ញុំជឿជាក់ថានេះខ្ញុំសង្ឃឹមថាបងស្រីនឹងមានលទ្ធភាពនៅក្នុងការពង្រីកការផលិតរបស់ខ្លួនឯងតទៀតរសជាតិពេលនេះឆ្ងាញ់ទទួលយកបានបើប្រឡែងញ៉ាំអស់ឥឡូវនឹងតែរក្សាចប់ថតចាបងប្អូនកុំភ្លេចគាំទ្រហ៎អរគុណចាជម្រាបលាបាយបាយ